នាវាចម្បាំងរុស្ស៊ីបើកការបាញ់ប្រមានប្រឆាំងនឹងនាវាទេសចរអង់គ្លេសមួយគ្រឿងដើម្បីការពារការប៉ះទង្គិចគ្នាភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនម្សៅទឹកដោះគោ Star Grow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry នាវាចម្បាំងរុស្ស៊ីបានបើកការបាញ់ប្រមាននៅជិតនាវាទេសចរចុះបញ្ញានៅចក្រភពអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រអង់គ្លេសនៅព្រឹកថ្ងៃអង្គារដើម្បីការពារការប៉ះទង្គិចគ្នានេះបើយោងតាមការចុះផ្សាយរបស់ BBC របាយការណ៍នេះបានដឹងថានាវាទេសចរបានរសាត់ឆ្ពោះទៅនាវាចម្បាំងក្នុងស្ថានភាពអាប់ប្រហែល37គីឡូម៉ែត្រភាគខាងត្បូងនៃកោះវ៉ៃមុនពេលនាវាចម្បាំងបានពន្លឺសម្លេងការប្រមាននិងបើកការបាញ់ប្រមានអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីត្រូវបានដកស្រង់សម្ដីដោយ BBC ថាការបាញ់ប្រមានទាំងនោះមិនមែនសំដៅលើនាវានោះទេគឺជាការប៉ុនប៉ងដើម្បីការពារការប៉ះទង្គិចគ្នាដែលអាចកើតមានឡើងក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram ថាមេបញ្ជាការនាវាចម្បាំងបានសម្រេចចិត្តអនុវត្តការបាញ់ប្រហារជាមុនដោយប្រើអាវុធតូចៗបន្ទាប់ពីបានបិទចម្ងាយដល់150ម៉ែត្រក្រុមនាវិកនៃនាវាចម្បាំងបានធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃនាវាទេសចរអន្តរជាតិយ៉ាងតឹងរ៉ឹងនិងបានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះបន្ទាប់ពីនេះនាវាកំសាន្តនោះបានបដូរទិសដៅភ្លាមៗហើយបានចាក់ចេញពីនាវាចម្បាំងរុស្ស៊ីផងដែរ